ជំរាបសួរពុកម៉ែបងប្អូននិងបងប្អូនជាទីស្រឡាញ់រាប់អានទាំងអស់គ្នាតោះថ្ងៃនេះយើងចូលមកសិក្សាសៀវភៅភាសាខ្មែរថ្នាក់ទី1ចាបងប្អូនទាំងអស់គ្នាសម្រាប់មេរៀនរបស់យើងតពីមេរៀនយើងមុនចាយើងដល់មេរៀនទី17ចាអញ្ចឹងនៅក្នុងវីដេអូនេះផងដែរបងស្រីនឹងបរៀនពីមេរៀនបញ្ចូលគ្នាមេរៀនទី17និងមេរៀនទី18ចាបងប្អូនទាំងអស់គ្នាយើងបើកសៀវភៅមកមេរៀនទី17ចាយើងសិក្សាដល់ព្យញ្ជនៈខចាយើងចូលព្យញ្ជនៈខគឺសំឡេងពួកអូតោះបងប្អូនធ្វើការអានជាមួយបងស្រីទាំងអស់គ្នាណាព្យញ្ជនៈខព្យញ្ជនៈខដាក់ស្រៈអៀបងអានថាខៀព្យញ្ជនៈខដាក់ស្រៈអ៊ីបងអានថាខិព្យញ្ជនៈខដាក់ស្រៈអ៊ីបងអានថាខីព្យញ្ជនៈខដាក់ស្រៈអឺបងអានថាខព្យញ្ជនៈខដាក់ស្រៈអឺបងអានថាខព្យញ្ជនៈខដាក់ស្រៈអុបងអានថាខព្យញ្ជនៈខដាក់ស្រៈអ៊ូបងអានថាខូព្យញ្ជនៈខដាក់ស្រៈអ៊ូបងអានថាខួព្យញ្ជនៈខដាក់ស្រៈអឺបងអានថាខើព្យញ្ជនៈខដាក់ស្រៈអឺបងអានថាខឿព្យញ្ជនៈខដាក់ស្រៈអ៊ីបងអានថាខៀព្យញ្ជនៈខដាក់ស្រៈអេបងអានថាខេព្យញ្ជនៈខដាក់ស្រៈអេបងអានថាខេព្យញ្ជនៈខដាក់ស្រៈអីបងអានថាខៃព្យញ្ជនៈខដាក់ស្រៈអូបងអានថាខោព្យញ្ជនៈខដាក់ស្រៈអ៊ឺបងអានថាខៅព្យញ្ជនៈខដាក់ស្រៈអ៊ុំបងអានថាខុំព្យញ្ជនៈខដាក់ស្រៈអំបងអានថាខំព្យញ្ជនៈខដាក់ស្រៈអាំបងអានថាខាំព្យញ្ជនៈខដាក់ស្រៈអាស់បងអានថាខាស់ព្យញ្ជនៈខដាក់ស្រៈអូសបងអានថាខុសព្យញ្ជនៈខដាក់ស្រៈអេសបងអានថាខេះព្យញ្ជនៈខដាក់ស្រៈអួសបងអានថាខួសចាបងប្អូនទាំងអស់គ្នាអញ្ចឹងយើងចូលមកដល់មួយចំណុចទៀតការអានព្យាង្គនិងល្បះតោះបងប្អូនយើងធ្វើការអានជាមួយបងស្រីទាំងអស់គ្នាណាបងប្អូនទាំងអស់គ្នាយើងមកមើលសញ្ញាដូចលេខ2នេះអញ្ចឹងសម្រាប់ពាក្យហ្នឹងយើងអានវា2ដងណាបងប្អូនទាំងអស់គ្នាចាអញ្ចឹងបងប្អូនទាំងអស់គ្នាថាតាមបងស្រីមកខូខូចាបន្តមកទៀតខូខើចាបន្តមកទៀតកូខៀចាអញ្ចឹងយើងមកអានល្បះយើងនៅខាងក្រោមម្ដងបងប្អូនគេឃុំចៅចាបងប្អូនអានម្ដងទៀតមកគេឃុំចៅចាអញ្ចឹងរបស់បន្តទៀតតាខីដើរសំដៅសាលាឃុំកូគីចាអញ្ចឹងបងប្អូនអានម្ដងទៀតមកបងប្អូនតាខីដើរសំដៅសាលាឃុំកូគីចាបងប្អូនអញ្ចឹងយើងមើលរូបភាពរបស់យើងបន្តទៀតចាបងប្អូនអញ្ចឹងរូបភាពរបស់យើងមាន2រូបភាពនៅក្នុងមេរៀនយើងចារូបភាពទី1យើងអានអក្សរនៅក្រោមរូបភាពហ្នឹងគេដាក់ថាខូខូចាបន្ទាប់មកទៀតរូបភាពទី2យើងអានអក្សរនៅក្រោមនឹងដូចគ្នាសាលាឃុំចាបងប្អូនទាំងអស់គ្នាមេរៀនយើងទី17យើងបានបញ្ចប់តែប៉ុណ្ណឹងអញ្ចឹងយើងចូលមកមេរៀនទី18យើងព្យញ្ជនៈងចាបងប្អូនទាំងអស់គ្នាអញ្ចឹងយើងមកអានព្យញ្ជនៈងជាមួយនឹងស្រៈនិស្ស័យរបស់យើងទាំងអស់គ្នាចាព្យញ្ជនៈងងអ៊ីងាងអ៊ីងីងអ៊ីងីង
ngô ư ngự ngô ư ngư ngô u ngu ngô u ngu ngô u ngu ngù ơ ngơ ngù ư ngư ngô y nghi ngô ê nghe ngô e nghe ngô ấy ngây ngô ô ngô ngô ơ ngư ngô ngum ngô ngum ចាបងប្អូនទាំងអស់គ្នាដោយសារសូរសំឡេងពីរហ្នឹងយើងអានដូចគ្នាចាបន្តមកទៀតងោអមងំងោអះងះងោអ៊ុងុងោអេះងេះចាចុងក្រោយគេងោអ៊ូងួចាបងប្អូនអញ្ចឹងយើងមកមើលព្យាង្គយើងនៅខាងក្រោមហ្នឹងជាមួយនឹងល្បះយើងតើបងប្អូនអានតាមបងស្រីទាំងអស់គ្នាណាងងអៀងៀនឹងរបងប្អូនអានថាងាចាបងប្អូនអានម្ដងទៀតមកងអៀងៀនឹងរបងប្អូនអានថាងាចាបន្ទាប់មកទៀតងអឺងឺងអ៊ុំងុំចាមកក្រោមទៀតកាងារចាបងប្អូនអានពីរដងមកពាក្យហ្នឹងកាងារចាបន្តមកទៀតងីងើងីងើចាបន្តមកទៀតដំបៅងារដំបៅងារចាអញ្ចឹងយើងបន្តមកកាន់ការអានល្បះនៅខាងក្រោមបន្តទៀតបងប្អូនចៅងីសះដំបៅងារចាបងប្អូនអានម្ដងទៀតចៅងីសះដំបៅងារចាល្បះមួយទៀតសុខាចេះងោចាបងប្អូនអានម្ដងទៀតសុខាចេះងោចាអញ្ចឹងយើងក៏លេខមកមើលរូបភាពរបស់យើងមានពីររូបភាពដែរបងប្អូនទាំងអស់គ្នាអញ្ចឹងរូបភាពទី1យើងអានថាងឿចាអញ្ចឹងរូបភាពមួយទៀតសុខាចេះងោចាបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់មេរៀនទី18របស់យើងបងបញ្ចប់តែប៉ុណ្្នឹងឯណាបងប្អូនទាំងអស់គ្នាជួបគ្នានៅមេរៀនបន្តទៀតណាបងប្អូន